តើប្លង់ដីនិងប្លង់ខុនដូខុសគ្នាត្រង់ចំណុចណាខ្លះប្លង់ដីនិងប្លង់ខុនដូគឺសុទ្ធតែជាបានកម្មសិទ្ធិស្របច្បាប់លើអចលនវត្ថុប៉ុន្តែវាបញ្ជាក់អំពីសិទ្ធិលើអចលនវត្ថុខុសគ្នា1ប្លង់ដីដែលមានឈ្មោះផ្លូវការហៅថាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុគឺបញ្ជាក់កម្មសិទ្ធិលើដីនិងអាចរួមទាំងសំណង់ដែលស្ថិតនៅលើដីនោះផងដែរចំណែកឯប្លង់ខុនដូវិញដែលមានឈ្មោះផ្លូវការហៅថាវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណាយឯកជនបញ្ជាក់អំពីកម្មសិទ្ធិលើចំណាយឯកជននៃអគារសហកម្មសិទ្ធិគឺសំដៅទៅលើតែបន្ទប់ខុនដូផ្ទាល់ឬហៅថា unit តែប៉ុណ្ណោះម្ចាស់ចំណាយឯកជនមិនមែនជាម្ចាស់ផ្ដាច់មុខលើដីនិងអគារទាំងមូលនោះទេប៉ុន្តែមានសិទ្ធិរួមលើផ្នែករួមនៃអគារនិងដីតាមចំណែកដែលច្បាប់បានកំណត់ដូច្នេះប្លង់ដីនិងប្លង់ខុនដូសុទ្ធតែជាបានកម្មសិទ្ធិប៉ុន្តែមានកម្មវត្ថុនៃសិទ្ធិខុសគ្នាសុភាព legal property ឆ្វេងយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក